ក្បួនបង្កើតផែនការជីវិតសម្រាប់រយៈពេល5ឆ្នាំទៅមុខតើអ្នកធ្លាប់មានអារម្មណ៍ថាពេលវេលាកំពុងកន្លងផុតទៅយ៉ាងលឿនប៉ុន្តែជីវិតរបស់អ្នកហាក់បីដូចជានៅត្រឹងមួយកន្លែងដែរឬទេមនុស្សភាគច្រើនរស់នៅមួយថ្ងៃទៅមួយថ្ងៃតាមជាថាកម្មប៉ុន្តែអ្នកដែលជោគជ័យគឺជាអ្នកដែលហ៊ានគូសវាសនាខ្លួនឯងតាំងពីថ្ងៃនេះការបង្កើតផែនការជីវិតសម្រាប់រយៈពេល5ឆ្នាំខាងមុខមិនមែនគ្រាន់តែជាការសម័យចង់បាននេះចង់បាននោះឡើយប៉ុន្តែវាគឺជាការសាងសង់ត្រីវិស័យមួយសម្រាប់ព្រលឹងរបស់អ្នកដើម្បីកុំឲ្យវង្វេងក្នុងមហាសមុទ្រនៃជីវិតជំហានដំបូងបំផុតដែលអ្នកត្រូវធ្វើគឺការស្វែងរកភាពច្បាស់លាស់ចូលស្ងប់ស្ងាត់ជាមួយខ្លួនឯងរួចសួរថាតើក្នុងរយៈពេល5ឆ្នាំទៀតអ្នកចង់ឃើញខ្លួនឯងក្លាយជាមនុស្សបែបណាកុំគិតត្រឹមតែរឿងលុយកាក់មួយមុខប៉ុន្តែត្រូវមើលឲ្យសពជ្រុងជ្រោយទាំងសុខភាពចំណេះដឹងទំនាក់ទំនងនិងសន្តិភាពក្នុងចិត្តបើអ្នកមិនដឹងថាចង់ទៅណាទេទោះបីអ្នកខំប្រឹងរត់យ៉ាងណាក៏ដោយក៏អ្នកនៅតែមិនអាចទៅដល់គោលដៅដែលអ្នកប្រាថ្នាដែរចូលឲ្យក្រដាស់មួយសន្លឹករួចសរសេរវាចេញមកនៅរាល់ក្តីសម័យដែលអ្នកធ្លាប់គិតថាវាមិនអាចទៅរួចព្រោះកាលណាវាស្ថិតនៅលើក្រដាស់វានឹងคล้ายជាគោលដៅប៉ុន្តែបើវានៅត្រឹមតែក្នុងក្បាលវានឹងនៅត្រឹមតែជាការយល់សប្តិបន្ទាប់ពីមានគោលដៅធំហើយចូលរៀនបំបែកវាឲ្យទៅជាបំណែកតូចៗរយៈពេល5ឆ្នាំអាចមើលទៅហាក់ដូចជាយូរប៉ុន្តែវាកើតឡើងពីការបូកបញ្ចូលគ្នានៃ60ខែឬ1825ថ្ងៃកុំសម្លឹងមើលតែកម្ពស់ភ្នំរហូតដល់ភ្លេចមើលជំហានដែលត្រូវដើរនៅថ្ងៃនេះសួរខ្លួនឯងថាដើម្បីទៅដល់ចំណុចនោះក្នុងរយៈពេល5ឆ្នាំតើឆ្នាំនេះអ្នកត្រូវធ្វើអ្វីខែនេះអ្នកត្រូវសម្រេចចិត្តអ្វីខែនេះអ្នកត្រូវសម្រេចអ្វីហើយថ្ងៃនេះអ្នកបានធ្វើអ្វីខ្លះដើម្បីស្ថិតទៅជិតគោលដៅនោះសកម្មភាពតូចៗដែលអ្នកធ្វើដដែលរាល់ថ្ងៃដោយមានវិន័យគឺជាគ្រឹះដ៏រឹងមាំបំផុតនៃភាពជោគជ័យដ៏អស្ចារ្យក្នុងដំណើរផ្លូវនេះអ្នកត្រូវដឹងថាវិន័យគឺសំខាន់ជាងកម្លាំងចិត្តអាចនឹងធ្វើឲ្យអ្នកចាប់ផ្ដើមក្នុងថ្ងៃដំបូងប៉ុន្តែមានតែវិន័យប៉ុណ្ណោះដែលនាំអ្នកទៅដល់ទីព្រ័ត្រនិងមានថ្ងៃខ្លះដែលអ្នកមានអារម្មណ៍ហត់នឿយថ្ងៃខ្លះអ្នកចង់បោះបង់និងថ្ងៃខ្លះដែលអ្នកមានអារម្មណ៍ថាគ្មានពន្លឺតតែសោះក្នុងកាលៈទេសៈនោះចូលរៀនសម្រាកតែមិនមែនបោះបង់ទេចងចាំថាការបរាជ័យក្នុងចន្លោះពេល5ឆ្នាំនេះមិនមែនជាទីបញ្ចប់នៃជីវិតទេប៉ុន្តែវាគឺជាមេរៀនដែលអ្នកត្រូវរៀនដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនចុងក្រោយកុំប្រៀបធៀបដំណើរជីវិតរបស់អ្នកទៅនឹងអ្នកដទៃការនីមួយមានរដូវរីកខុសៗគ្នាហើយជីវិតរបស់អ្នកក៏ដូចគ្នាដែរផែនការ5ឆ្នាំរបស់អ្នកជាកម្មសិទ្ធិផ្ដាច់មុខរបស់អ្នកចូលចាប់ផ្ដើមពីកន្លែងដែលអ្នកឈរប្រើប្រាស់អ្វីដែលអ្នកមានក្នុងដៃហើយធ្វើអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ5ឆ្នាំទៀតមនុស្សម្នាក់ដែលកំពុងឈរនៅចំណុចជោគជ័យឲ្យងាកមកអរគុណអ្នកនាពេលបច្ចុប្បន្នគឺជាលទ្ធផលនៃសេចក្តីសម្រេចចិត្តរបស់អ្នកនៅថ្ងៃនេះសូមចាំតតែអ្វីគ្រប់យ៉ាងល្អឥតខ្ចោះទើបចាប់ផ្ដើមព្រោះការចាប់ផ្ដើមគឺជាអ្វីដែលធ្វើឲ្យអ្វីគ្រប់យ៉ាងប្រែជាល្អឥតខ្ចោះជីវិតរបស់អ្នកជារបស់អ្នកចូលចាប់ផ្ដើមគូសវាសនាដោយដៃរបស់អ្នកផ្ទាល់តាំងពីនាទីនេះតទៅ